បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយពីភាគលាភរបស់ ABC នៅក្នុងឆ្នាំ2025ដែលគាត់គ្រោងចែកនៅឆ្នាំ2026យ៉ាងហ្នឹងចំពោះថ្ងៃចែកជាក់ស្ដែងហ្នឹងគាត់អត់ទាន់បានកំណត់ទេដោយសារតាធនាគារ Exida ហ្នឹងត្រូវឆ្លងកាត់ការប្រជុំបន្ទាប់មកក៏ស្នើទៅនាយកតកឬក៏NBC ឬក៏គេហៅថាអាណាព្យាបាលហ្នឹងគឺធនាគារជាតិនៅកម្ពុជាយ៉ាងហ្នឹងដើម្បីឲ្យគាត់បានអនុញ្ញាតទើបអាចចែកបានអញ្ចឹងប៉ុន្តែគ្រាន់តែជារឿងរាល់ឆ្នាំហ្នឹងសំណើទៅធនាគារជាតិតែងតែអនុម័តគ្រាន់តែវាយូរឬក៏ឆាប់តាមឆ្នាំមួយជាបទពិសោធន៍ចំនួនទឹកប្រាក់ដែលគាត់គ្រោងចែកហ្នឹងវាមានចំនួន555រៀលបាទសម្រាប់ក្នុងមួយភាគហ៊ុនចំពោះដែលយើងចង់បានភាគលាភទិញពីឥឡូវទៅឬក៏រហូតដល់ខែ5បាទមុន record date ហ្នឹង2ថ្ងៃបាទខ្ញុំអត់បានមើលថាថ្ងៃ5ថ្ងៃ6ហ្នឹងចំសាទៅដល់ទេប៉ុន្តែ record date របស់គាត់ថ្ងៃទី7ខែ5 2026អញ្ចឹងជាធម្មតាយើងទិញមុន2ថ្ងៃបើសិនជាថ្ងៃមុន2ថ្ងៃនោះអត់ចំសារទឹកទេអញ្ចឹងណាប៉ុន្តែបើចំថ្ងៃ4ថ្ងៃសារទឹកយើងត្រូវទិញមុនបន្តទៀតដោយសារ4ថ្ងៃសារទឹកគេលើកបន្តឬក៏គេប្រើរូបមន្តមួយទៀតគេហៅថាទិញមុនHD dividend ហ្នឹងមួយថ្ងៃអញ្ចឹងបាទអញ្ចឹង record date ថ្ងៃទី7ខែ5 2026យើងទិញមុននៅបាន2ថ្ងៃទៅយើងនឹងទទួលបានភាគលាភ555រៀលចំនួននេះបើធៀបមួយថ្លៃភាគហ៊ុនយើងបច្ចុប្បន្នហ្នឹង7500ហ្នឹងវាបាន7%ជាង7%ជាងហ្នឹងយើងអាចធៀបទៅនឹងការវិនិយោគផ្សេងៗនាពេលបច្ចុប្បន្នហ្នឹងខ្ពស់ទី1ការទិញដីការដាក់ប្រាក់ធនាគារអីបញ្ញាអត់បានដល់ប៉ុណ្ណឹងទេបច្ចុប្បន្នប្រាក់ធនាគារបញ្ញានៅសល់តែ3% 4% 5% ឬក៏5%ជាងតាមធនាគារមួយតាមទូចតាមធំតាមហានិភ័យតិចច្រើនហ្នឹងអញ្ចឹងបើសិនជាយើងប្រៀបធៀបភាគលាភនៅក្នុងឆ្នាំហ្នឹងច្រើនធៀបនឹងថ្លៃបច្ចុប្បន្នហើយមានវិនិយោគិនច្រើនដែរដែលគាត់គិតថាតម្លៃហ្នឹងវានឹងឡើងដោយសារតាចំនួនភាគលាភធៀបជាមួយនឹងតម្លៃភាគហ៊ុនហ្នឹងខ្ពស់ហើយក្រុមហ៊ុនហ្នឹងវាធំតែបច្ចុប្បន្នវាអត់ទាន់ឡើងហ្នឹងក៏មានហានិភ័យមួយចំនួនដែរទី1សំដៅលើប្រវត្តិនៃការចែកភាគលាភរបស់គាត់វាធ្លាប់ចែកទាបបំផុតណា 10% ឬក៏200រៀលហ្នឹងវាទាបមែនតើកាលហ្នឹងវាជា110រៀលជាមិនដឹងទេតែទាបខ្លាំងណាស់ 10% នៃប្រាក់ចំណេញតមក 20% ប្រាក់ចំណេញឆ្នាំនេះ 30% ប្រាក់ចំណេញមកអញ្ចឹងអាប្រវត្តិដែលចែកតិចរបស់គាត់ហ្នឹងវារាំងធ្វើឲ្យថ្លៃហ្នឹងវាពិបាកឡើងបូករួមនឹងស្ថានភាពបច្ចុប្បន្នស្ថានភាពសង្គ្រាមថៃជាមួយខ្មែរយ៉ាងហ្នឹងមួយផ្នែកបន្ទាប់មកសង្គ្រាមអាមេរិកបាយអារ៉ង់ធ្វើឲ្យប៉ះពាល់ទៅលើប្រព័ន្ធសេដ្ឋកិច្ចសកលដូចជាប្រេងកាលណាប៉ះប្រេងវាប៉ះអាជីវកម្មផ្សេងដំណើរការសេដ្ឋកិច្ចទាំងមូលអញ្ចឹងវាប៉ះតគ្នាអញ្ចឹងគេបារម្ភថាឆ្នាំក្រោយហ្នឹងវាមានបញ្ហាមួយចំនួនដែរទៅលើប្រាក់ចំណេញនិងដំណើរការរបស់ធនាគារដោយសារធនាគារគាត់រកស៊ីនៅក្នុងសេដ្ឋកិច្ចក្នុងស្រុករបស់យើងកាលណាសេដ្ឋកិច្ចស្រុករបស់យើងមានបញ្ហាក៏បញ្ហាដល់គាត់ដែរអញ្ចឹងទាំងអស់ហ្នឹងតែធ្វើឲ្យភាគលាភច្រើនហើយថ្លៃវាអត់ព្រមឡើងភ្លាមទេនឹងមានមួយផ្នែកទៀតហ្នឹងធនាគារជាតិក៏ដូចជានាយកតកផ្សារស្អីហ្នឹង3អាជ្ញាធរអត់ដឹងថាខាងណាទេដែលចេះតែមានបញ្ហានៅពេលដែលគាត់ចង់ចែកជាភាគលាភហ្នឹងជាភាគហ៊ុនវាអត់ចង់ចែកជាលុយដើម្បីទុកលុយហ្នឹងមកប្រើប្រាស់ហើយឲ្យវិនិយោគិនហ្នឹងបាន
ជាភាគលៀបអញ្ចឹងគាត់អាចចែកជាភាគហ៊ុនទៅហើយយកលុយហ្នឹងទៅបញ្ចូលក្នុងដើមទុនអញ្ចឹងប៉ុន្តែធ្វើអត់បានទេកន្លងមកដល់ឥឡូវលែងឃើញគាត់ធ្វើណាកាលមុនក៏ព្យាយាមធ្វើដែរអញ្ចឹងវាមានរឿងមួយចំនួនដែលនៅពីក្រោយថ្លៃភាគហ៊ុនហ្នឹងអត់ឡើងរួចភ្លាមទន្ទឹមហ្នឹងថ្មីហ្នឹងក៏មានការបើកឲ្យភាគហ៊ុនចំនួនដូចជា10លានភាគហ៊ុនដែរដែលជាប់ឡុកពីមុនមកហ្នឹងឲ្យគាត់អាចមានសិទ្ធិជួញដូរបានអញ្ចឹងភាគហ៊ុនទាំងអស់ហ្នឹងក៏គាត់ត្រៀមតែលក់ដែរឲ្យតែត្រូវថ្លៃអញ្ចឹងហើយក៏វារាំងស្ទះធ្វើឲ្យតម្លៃភាគហ៊ុនហ្នឹងវាស្ទើរតែចង់គាំងម្ដងហើយទោះថាជារួមទៅតម្លៃហ្នឹងថ្លៃអត់មិនជាថ្លៃពេកទេគ្រាន់តែមិនសូវមានសក្តានុពលឬក៏ហៅថាមិនសូវមានឱកាសនៅក្នុងការជួញដូរវាហៅថាតម្លៃល្អតែបើពួកគាត់សម្រុកលក់ខ្លាំងវាទៅអត់ឡើងរួចអញ្ចឹងដូចជាកាលពីថ្ងៃច័ន្ទដោយសារការថ្ងៃសុក្រមុនហ្នឹងធនាគារប្រកាសថាគាត់គ្រោងចែកភាគលៀបចំនួន555រៀលវិនិយោគិនជាច្រើនយល់ថាភាគលៀបនោះវាច្រើនណាច្រើនខ្លាំងវា7%ជាងធៀបជាមួយថ្លៃហ៊ុនគាត់ក៏សម្រុកទិញយ៉ាងឯច័ន្ទប៉ុន្តែមានចំនួននៃការលក់ចេញហ្នឹងច្រើនមែនតើអញ្ចឹងវាធ្វើទីផ្សារនេះឆ្អែតនៅក្នុងសេដ្ឋកិច្ចបែបហ្នឹងនៅពេលដែលមានការលក់ចេញច្រើនខ្លាំងទោះបីមានការទិញក៏ទប់អត់ជាប់ដែរអញ្ចឹងបានធ្វើឲ្យតម្លៃភាគហ៊ុនហ្នឹងវាឡើងបានតែ 2-3% ទេតាមពិតវាគួរតែឡើងច្រើនជាងហ្នឹងតែការលក់ចេញហ្នឹងច្រើនម៉ឺនហ៊ុនពេកក្រៅពីហ្នឹងក៏មានការយល់ឃើញខ្លះដែរគាត់ថាបច្ចុប្បន្នហ្នឹងវាមានក្រុមហ៊ុនផ្សេងឱកាសច្រើនដូចគ្នាទីហោក្រុមហ៊ុនចូលក្រោយគេនេះគាត់ចែកភាពច្រើនដែរគាត់សន្យាឲ្យគាត់ប្រកាសចែកដែរអញ្ចឹងគាត់ចែកក្រុមហ៊ុនចូលក្រោយគេនេះណា PCG ហ្នឹងបាទហើយចូលឆ្នាំហើយហ្នឹងក្រុមហ៊ុនបរិយាវិនសំណាងហ្នឹងក៏ចូលផ្សារហ៊ុនដែរហើយក៏គាត់ចែកភាគលៀបច្រើនដែរច្រើនខ្លាំង 8% គាត់ធានា5ឆ្នាំ ABC បានតែមួយឆ្នាំហ្នឹងឆ្នាំគាត់អត់ប្រកាសទេនឹងមានក្រុមហ៊ុនផ្សេងទៀតដែលដូចជា PPSV ហ្នឹងគាត់គ្រោងចែកជាភាគហ៊ុនមកទិញមួយបានហ៊ុនមកហ៊ុនមកអញ្ចឹងណាចឹងបើយើងទិញ100ហ៊ុនយើងបាន200ហ៊ុនណាគាត់ចែកជាហ៊ុនអញ្ចឹងបង្កើនដើមទុន2ដងអញ្ចឹងចំនួនហ៊ុនគាត់កើនឡើង2ដងហើយចំនួនកើនហ្នឹងគាត់ឲ្យយើងមកឲ្យអ្នកណាកាន់ហ៊ុនគាត់ឲ្យអញ្ចឹងនឹងមានក្រុមហ៊ុនផ្សេងទៀតក៏គេមានចំណុចល្អរបស់គេដែរអញ្ចឹងនៅក្នុងផ្សារមានការប្រែប្រួលអញ្ចឹងស្របពេលហ្នឹងធ្វើឲ្យABC ហ្នឹងគាត់អត់សូវបានឡើងប៉ុន្តែសម្រាប់វិនិយោគិនចាស់មួយចំនួនហ្នឹងក៏អត់លក់ទេគាត់ទុករងចាំយកអាភាគលៀប555រៀលនេះហើយវិនិយោគិនថ្មីខ្លះគាត់ចាប់យកឱកាសផ្សេងហ្នឹងទៅបាទថ្ងៃនេះខ្ញុំមាននិយាយតែប៉ុណ្្នឹងទេចាំមើលលើក្រោយទៀតមួយទៀតបើទាំងអស់គ្នាចង់មានគ្រប់ចែកម្លែកជាប្រចាំបាទមានលោកគ្រូសៀងបុតគាត់ជា influencer ឯករាជ្យគាត់មានគ្រប់តខ្លួនអញ្ចឹងអាចតតងគាត់ឲ្យចូលគ្រប់មួយគាត់ក៏បានដែរមានការផ្ដល់ព័ត៌មានពីគាត់ជាប្រចាំដែរបាទអរគុណច្រើនជំរាបលាបាទ